ឃើញអ្នកគ្រងស្បង់ជីវរហ្នឹងក្រាបថ្វាយបង្គំចំពោះកុហកហើយកុហកហ្នឹងក៏គេអង្គុយពេនភ្នែនទៅនៅស្រុកខ្មែរយើងនេះឯងនិយាយចំទៅនៅខេត្តកណ្ដាលកុហកហ្នឹងក៏យកទឹកអលាស់ដាក់ក្បាលអ្នកបួសជាលោកហ្នឹងទៅហើយក្រាបថ្វាយបង្គំដល់កតេលចឹងទៅហើយមានសំណួរសួរច្រើនមកខ្ញុំកណ្ដាលអាត្មាភាពហ្នឹងតែមិនទាន់បានឆ្លើយឥឡូវគិតថាឆ្លើយពេលហ្នឹងត្មងទៅព្រោះថ្ងៃហ្នឹងជាថ្ងៃប្រសង់កើតឡើងក្នុងលោកចឹងតាមពិតវាត្រូវសិក្សាច្រើនអំពីឧបសម្បទាតើអ្នកណាដែលមានសិទ្ធិបំពោះកុលបុត្របានអ្នកដែលមានសិទ្ធិបំពោះបានគឺទាល់តែជាភិក្ខុសង្ឃណានៅក្នុងព្រះពុទ្ធសាសនាហ្នឹងវិន័យបានចែងច្បាស់អញ្ចឹងហើយភិក្ខុហ្នឹងមានវសាយ៉ាងហោច10វសាក្រោមហ្នឹងមិនតាន់អាចមានសិទ្ធិធ្វើឧបជាទេដល់វសាឡើងទៅហើយចេះចាំបរិមោកចេះដឹងវិន័យច្រើននឹងបានទៅជាឧបជាបានអញ្ចឹងអាត្មាលើកមកយ៉ាងនេះសូមលោកអ្នកសិក្សាទាំងឡាយនឹងដាក់ចិត្តមកវិញថាមនុស្សដែលធ្វើនឹងវាអញ្ចឹងទៅហើយអាត្មាមិនជាព្រួយបារម្ភអីប្រហែលទៅទេរឿងហ្នឹងប៉ុន្តែព្រួយបារម្ភចំពោះការដែលយើងឃើញហើយនេះយើងអត់ជួយប្រាប់ប្រងគ្នាស្ងាត់ឈឹងទាំងអស់គ្នាអញ្ចឹងទៅមានន័យថានរណាធ្វើអីក៏ធ្វើទៅសងំយកសុខទាំងអស់គ្នាអញ្ចឹងទៅដូចជាមិនឃើញមានអ្នកខ្វល់ខ្វាយថាព្រួយបារម្ភថាត្រូវព្រះពុទ្ធសាសនានឹងវាច្របូកច្បល់ចេះចុះវាអត់សូវមានអ្នកឃើញកើតពីការព្រួយបារម្ភរឿងហ្នឹងតាំងពីលើដល់ក្រោមនោះស្ងាត់ឈឹងអញ្ចឹងទៅព្រួយបារម្ភម្យ៉ាងទៀតគឺញាតិញោមភាគច្រើនគាត់អត់សូវបានស្ដាប់ធម៌ដែលជាធម៌វិន័យពិតប្រាកដរបស់ព្រះអង្គហ្នឹងអញ្ចឹងឲ្យតែឃើញសកម្មភាពហ្នឹងកើតឡើងយូរទៅវាទៅជាប្រពៃណីមិនដឹងថានរណាទៅកែនរណាទេហើយអាត្មាមិនមែននៅស្ងៀមទេឃើញរូបភាពបែបហ្នឹងធ្លាប់ទៅសួរមន្ត្រីធម្មការនៅភ្នំពេញដែរមិននៅស្ងៀមទេសួរថាម៉េចក៏បណ្ដោយឲ្យធ្វើអញ្ចឹងអាត្មាមិនបាច់និយាយដល់រឿងខុសរឿងអីអាត្មាគ្រាន់តែថាគេយកឈ្មោះសម្ដេចព្រះសង្ឃរាជជួនណាតយកទៅប្រើហ្នឹងតែអាត្មាស្ដាប់ទៅណាសម្ដេចព្រះសង្ឃរាជជួនណាតលោកអត់ប្រេះផ្ដាស់អញ្ចឹងទេណាឧត្តមគតិលោកខ្ពង់ខ្ពស់ណាលោកជាវីរៈបុរសក្នុងចិត្តអាត្មាលោកជាវីរៈបុរសណាហើយឲ្យបុគ្គលអញ្ចឹងយកឈ្មោះលោកយកទៅប្រើអញ្ចឹងតើយើងអត់មានចាត់វិធានការយ៉ាងម៉េចទេឬដឹងគេឆ្លើយមកវិញថាម៉េចទេកណាគិតដែរឬគុណអើយប៉ុន្តែធ្វើម៉េចក្រាក់នៅពីក្រោយក្រាក់ហ្នឹងមិនដឹងប៉ុណ្ណាទៅហ្នឹងក៏ជាបញ្ហាអាហ្នឹងអាត្មាព្រួយល្មមទេព្រួយជាងហ្នឹងទៅទៀតពីព្រោះនេះអាត្មាមិនបាច់ថាខុសក៏មានគេជេរបតិចពេញតែ Facebook ទៅហើយវាដឹងថាវាមិនខុសវាមិនត្រូវទៅប៉ុន្តែព្រួយបារម្ភមកមុខទៀតនោះព្រួយបារម្ភអ្នកចេះកំពុងតែបបួលគ្នាស្តៀងធ្វើរបៀបស្តៀងគ្នានឹងដែរដែលទុកប្រសង់នៅខាងក្រោយខ្នងហើយនាំគ្នាតង្កើងកុហកសំបីតែការសម្ដែងពធហ្នឹងរាល់ការសម្ដែងហ្នឹងភាកច្រើនឲ្យតែសម្ដែងជាមួយទៅត្រូវកុហកហ្នឹងធំជាងរហូតអ្នកនេះទៅព្រួយមែនតែនអាហ្នឹងព្រួយហើយមិនបាក់កែពួកគេថាគោរពធម៌ចុះលោកសង្ឃទៅទេសជាមួយហ្នឹងមានជាងរ៉ាអូខេណាលោកធម៌ដូចតែគ្នាតាតែនិយាយទៅគេថាអាត្មាបៀតបៀនថាអាត្មាហ្នឹងនិយាយប៉ះពាល់ពួកគេគោរពធម៌ប្រហែលអ្នកដែលបំពោះលោកនោះអានឹងមិនបាច់ថាខុសក៏វាឃើញខុសហើយមិនសូវព្រួយបារម្ភហ្មងវាដឹងថាមនុស្សល្ងងដែលទៅជឿកន្លែងហ្នឹងប៉ុន្តែស្តៀងអ្នករៀនធម៌អ្នកសម្ដែងធម៌ដែលមើលទៅទង្វើនោះវារលំតែគ្នាហ្នឹងណាលើកកម្ពស់គ្នាឯងចោលលោកអស់លីងឯហ្នឹងអាហ្នឹងទៅជារឿងព្រួយបារម្ភហើយគ្មានលោកណាមួយហ៊ាននិយាយស្រុកខ្មែរនិយាយតែអាត្មាហ្នឹងគឺខឹងតែអាត្មាហ្នឹងឯងហ្នឹងហើយយើងគិតថាម៉េចរឿងធម៌វានៅតែជាធម៌អញ្ចឹងគ្រប់ធម៌វានៅធម៌អញ្ចឹងប៉ុន្តែវានៅเป็นបុគ្គលទៀតណាព្រះអង្គឲ្យឈ្មោះថាអ្នកបួសឧត្តមភេទកុហកហ្នឹងហីណភេទភេទថោកទៀតហើយដល់ទៅសម្ដែងធម៌ដូចគ្នាយើងគិតទៅត្រឹមតែលំដាប់លំដោយទៅចាស់នៅក្នុងវិន័យអនុថេចេះដឹងក៏ដោយចង់ឆ្លើយបញ្ហាក៏ដោយនឹងអ្នកបួសដូចគ្នាចង់ឆ្លើយបញ្ហាអត់សុំឱកាសអនុញ្ញាតពីវធេរៈត្រូវទោសមួយបុកអង្គុយខ្ពស់ជាងត្រូវទោសទៀតដើរមុខត្រូវទោសទៀតនឹងតើព្រះអង្គរៀបចំរចនាសម្ព័ន្ធក្នុងសាសនានឹងមានគ្រប់គ្រាន់ហើយឥឡូវវានៅតែមិនតាន់ឆាន់បាយបាតមួយគ្នាមួយប្រសក់ហឹងលោកហ្នឹងប៉ុណ្ណឹងរឿងហ្នឹងមើលទៅវាអត់ឃើញកំហុសព្រោះយកធัวយកមកដាក់ហើយគឺសម្ដែងធัวតាអាត្មាលើករឿងមួយបើសិនជាទាំងអស់គ្នានឹងមានខ្លួនគួរខ្មាស់អៀនអ្នកខ្លាំងទៅសម្ដែងធัวឲ្យលោកឈោកសុភះឲ្យលោកឈោគោរពហើយដល់ពេលសួរទៅគាត់ថាខ្ញុំមានតែចង់បានអីលោកចេះតែធ្វើកន្លែងខ្ពស់ហ្នឹងខ្ញុំមានទៅចង់អង្គុយគេរៀបឲ្យ
អ្នកនឹងវាយើងព្រមយើងខណៈប្រាប់តែបន្តិចទៅក៏វាសមរម្យដែរខ្ញុំប្រសក់ទេរៀបមិនឲ្យកុំឲ្យខ្ពស់ជាងលោកប្រាប់តែម្ដងទៅគេតាមវាអាណាមតាមតែយើងវាពេញចិត្តអញ្ចឹងវាសប្បាយចិត្តនឹងគេលើកអញ្ចឹងផងដែរដៃធัวគេបោះបង់អត្តាមិនឲ្យប្រកាន់ខ្លួនមិនឲ្យលើកខ្លួនប៉ុន្តែដល់ពេលយើងមើលប្រសងនោះចិត្តបើថាមើលមិនឃើញទេឃើញគេថតវីដេអូហើយយើងយកវីដេអូមកមើលទៅមកវាទំនងទេអាយើងគួយខ្ពស់ជាងលោកហើយសម្ដែងធัวនៅកណ្ដាលលោកណាលោកអង្គុយទៀបជាងសម្ដែងធัวដូចគ្នាណាពេលសម្ដែងយកអត់ដឹងទេប៉ុន្តែយកម្នសិកាយករបៀបហិរិយកមកអង្គុយមើលខ្លួនឯងសមទេមិនសមទេមិនមែនថាមកឲ្យសម្ដែងទេប៉ុន្តែធ្វើឲ្យយ៉ាងហោចបើមិនបានទេបានស្មើទៅអត់អានេះទៅជារឿងដែលអាត្មាព្រួយបារម្ភមែនតើបើថាអ្នកតែបំពោះលោកណាហ្នឹងវាលងងសុទ្ធហើយនឹងនិយាយមិនបានថាក៏គេជេរពេញតែហ្នឹងហើយប៉ុន្តែដល់ទៅពេលដែលយើងយកធម៌មកសម្ដែងដែលថាអ្នកចេះដឹងហើយធ្វើដោយអត់អើពើណាមិនក៏មិនទៅណាគេធ្វើឲ្យតើខ្ញុំមិនមែនចង់បានណាគេអ្នកលើកតើកន្លែងខ្ពស់ជាងលោកក៏ខ្ញុំមិនចង់អង្គុយដែរប៉ុន្តែគេចេះរៀបឲ្យធ្វើម៉េចមកថាលេងទៅបើគេរៀបអញ្ចឹងគេដាក់ងើបភ្លើងម្ដុំឬក៏ដាក់លមួកម្ដុំហ្នឹងឡើងអត់មកវាយើងវាពេញចិត្តអត់ដឹងដែរនេះគឺជាការព្រួយបារម្ភថងថាមិនដឹងរកកំហុសអីមកនិយាយឲ្យវាស័ក្តិសមពួកគេឲ្យត្រូវទាំងអស់ទៅហើយបើយើងនិយាយម្នាក់ឯងថាវាមិនសមយើងនឹងវាទៅវាឆ្លើយវាទៅជាចោលស្រុកម្នាក់ឯងទៅប៉ុន្តែអាត្មានិយាយនេះគ្មានចង់បានអីទេគ្រាន់តែថាឲ្យយើងគិតពិសិដ្ឋតិចទៅបើយើងសម្ដែងធម៌ជាមួយព្រះសង្ឃអីហ្នឹងយ៉ាងហោចក៏យើងឲ្យលោកធ្វើមេអញ្ចឹងទៅអាហ្នឹងវានៅតែសម្ដែងបានអញ្ចឹងអាត្មាមានថាមិនឲ្យសម្ដែងទេនៅតែយើងអាចសម្ដែងបានអញ្ចឹងហើយមិនស្មានថាអញ្ចឹងអាត្មាទៅទៀមទាធ្វើមេពេលសម្ដែងមួយប្រសក់អីទេអាត្មាក៏គ្មានទៅទៀមទាអីអញ្ចឹងប៉ុន្តែអាត្មានិយាយដើម្បីសាសនាតទៅមុខទៀតដើម្បីទាំងអស់គ្នានឹកឃើញដល់ពេលមួយអាត្មាទៅសម្ដែងនៅបាត់ដំបងនៅវត្តណាអាត្មាចាំមិនបានជាង10ឆ្នាំមុននិមន្តសម្ដែងក្រេ2ដល់ពេលសម្ដែងអាចារ្យរតនានិមន្តហើយស្រាប់តែលោកគេចាប់វឹបធ្វើមេតែម្ដងដល់ទេចប់អាត្មាសួរតើព្រះអង្គប្រមាណភាសាលោកថា3ភាសាហើយព្រះអង្គអត់មានសួរភាសាសួរអីទេសិលធម៌អ្នកបុស្សយើងគិតថាមិនចាប់ធ្វើចឹងអត់សួរគ្នាចឹងហើយកាលហ្នឹងអាត្មាបានទំ6ភាសាបានលោកថាឲ្យអាត្មាមិនអីព្រះអង្គទៅប្រកាន់នេះកាលណាលោកដូចគ្នាចូលវសក់គេទេសនាធ្វើមេផងព្រះអង្គថាអ្វីតែមនុស្សគ្រប់ត្រួតច្រើនយើងទៅនិយាយយើងវាឈួតម្នាក់ឯងអាត្មាលើកឧទាហរណ៍រឿងមេមួយយើងថាគេគោរពធម៌ថាធម៌គេគោរពហើយកាលពីពុទ្ធសាសនាកន្លងទៅបាន200ឆ្នាំជាងនៅពេលដែលស្ដេចមាមានសេចក្តីជ្រះថ្លាភិក្ខុសង្ឃនឹងសុំឲ្យមានិមិត្តធ្វើជាព្រះសម្មាសម្ពុទ្ធព្រោះដឹងថាមានឹងមានឫទ្ធិឲ្យធ្លាប់ជួបព្រះសម្មាសម្ពុទ្ធប៉ុន្តែមានឹងហាមឃើញនេះមានឹងមានហិរិពីបខ្មាស់បាបនឹងវាចេញពីក្នុងមកហ្មងប្រាប់ថាខ្ញុំនិមិត្តបានតែសុំភិក្ខុសង្ឃកុំគោរពខ្ញុំគាត់ហាមអញ្ចឹងស្រេចហ្មងយើងរងហ្នឹងវាចាញ់មាទៅទៀតដល់តែអញ្ចឹងទៅមានឹងក៏និមិត្តខ្លួនឯងជាព្រះសម្មាសម្ពុទ្ធមានមហាបរិសលក្ខណៈមានរតនបល្ល័ង្កមានពន្លឺចេញពីវរកាយមកស្អាតអញ្ចឹងភិក្ខុសង្ឃលោកទប់ស្មារតីអត់បានលុតជង្គង់គ្រប់ថ្វាយអង្គមហ្មងមាឈប់និមិត្តនឹងលោតចេញពីតំណឹងបានលោតថាម៉េចចឹងខ្ញុំប្រាប់ហើយថាគុំថ្វាយបង្គំខ្ញុំឥឡូវយើងមានឹងឋានៈរបស់មាស្អីទេវតាជាន់ទី6ណានៅបរៈនិមិត្តវសវតីភូមិណាតើមនុស្សណាមួយទៅប្រៀបជាមួយទេវតានឹងបានគាត់ថាមានឈ្មោះថាជាមាចឹងទេតែជាទេវតាតែមានហិរិខ្មាស់ខ្លាចនៅពេលដែលប្រសងអោនគោរពចុះយើងនេះដែលយើងជាអ្នកចេះដឹងឲ្យលោកមកទៅឈោទទួលអីវ៉ាន់ហ្នឹងហើយយើងចេះទទួលចឹងទៅមានហិរិទេខ្មាស់ទេកោតក្រែងខ្លះទេអត់ទទួលរហូតជាបុកជាបល់ណាថ្ងៃហ្នឹងរឿងហ្នឹងសួររឿងនេះតែបញ្ហាពិតប្រកបកំពុងតែល្បីពេញប្រទេសគឺលោកទៅថ្វាយគុំបសក់ហ្នឹងឯងប៉ុន្តែនៅក្នុងរូបភាពនោះអាត្មាថាទៅថាមិនមែនលោកទេនៅងោះពីព្រោះការបួសឡើងវាទល់តែឧបជានឹងជាភិក្ខុសង្ឃទៅបំបួសបានបួសសាមណេរក៏ដោយបួសជាភិក្ខុក៏ដោយត្រូវមានឧបជាជាភិក្ខុយើងឆ្ងល់ទេថាដូចជាភិក្ខុនៃដាច់ពូជនៅស្រុកខ្មែរយើងដោយសារអីបាត់ឧបជាភិក្ខុនៃត្រូវបួសនៅក្នុងឧបតោសង្ឃ2គណៈគឺភិក្ខុសង្ឃគឺភិក្ខុជាប្រុសបួសហើយនឹងភិក្ខុនៃស្រីដែលបួសជាភិក្ខុនៃហ្នឹងទាំងពីរហ្នឹងមានសិទ្ធិធ្វើជាឧបជាបំបួសភិក្ខុនៃឥឡូវបាត់តែពូជភិក្ខុនៃយើងបំបួសស្រីអត់កើតទេនឹងវិន័យណា
ប៉ុន្តែចំណែកភិក្ខុនៅបួសបានដោយសារអីភិក្ខុគឺលោកត្រូវការឧបជាតែភិក្ខុដូចគ្នាដែលមានវស្សា10ឡើងហើយអ្នកទាំងឡាយដែលស្ដាប់អាត្មានិយាយពេលនេះចង់ខឹងអាត្មាហើយយកទៅប្រាប់លោកគ្រូណាដែលខ្លួនឯងស្រឡាញ់នោះណាដល់ខ្លួនឯងគោរពហ្នឹងនិយាយពីអាត្មានិយាយឲ្យអស់ហើយបើនិយាយមកអស់ទេថតឲ្យស្ដាប់ផងវាច្រើនតអ្នកបកប្រែខុសមនុស្សឆ្លោះគ្នាដោយសារតែអាបកប្រែច្រឡំនឹងឯងហើយស្ដាប់មើលចុះខ្ញុំកណាអាត្មានិយាយហ្នឹងដើម្បីខ្លួនឯងទេឬក៏ព្រួយបារម្ភពីរឿងសាសនារបស់យើងទាំងអស់គ្នាអញ្ចឹងយើងសិក្សាពីរឿងមេហ្នឹងបន្តិចយល់អាត្មាមិនថាទេចំពោះអ្នកកម្ពុជាលោកនោះវាល្ងងសុទ្ធហើយអាហ្នឹងមិនដឹងនិយាយថាម៉េចប៉ុន្តែសូមនិយាយចំពោះអ្នកចេះហ្នឹងដែលយើងភេទមិនស្មើនឹងសាមណេរផងហ្នឹងណាប៉ុន្តែយើងក្នុងការសម្ដែងធម៌អីជាដើមហ្នឹងយើងអង្គុយខ្ពស់ជាងលោកហ្នឹងណាកុំដាក់ចិត្តសប្បាយចិត្តនឹងគេទទួលថតវីដេអូឲ្យយកមកអង្គុយមើលវិញថតវីដេអូយកមកអង្គុយមើលសមអត់លោកអង្គុយទៀបជាងលោកអង្គុយពីក្រោយលោកអង្គុយទៀបជាងអីវ៉ាន់ហ្នឹងសមអត់ខ្មាស់អត់មានដែលគិតអីបន្តិចតួចអត់ឬក៏នៅតែប្រើពាក្យដដែលថាខ្ញុំមិនមែនចង់ទេតែគេរៀបឲ្យអាហ្នឹងយើងមិនមែនអ្នកដឹកនាំគេឲ្យគេដឹកនាំយើងវិញអាហ្នឹងគឺមកពីយើងបណ្ដោយដែរបានវាទៅជាអញ្ចឹងហើយកុំយល់ច្រឡំថាខ្ញុំកណាអាត្មាហ្នឹងចង់ឲ្យគេលេងសម្ដែងធម៌ប៉ុន្តែប្រសិនបើយើងមិននាំគ្នាកែប្រែទេពុទ្ធសាសនាទៅច្បុកច្បល់របៀបរៀបរយហ្នឹងសម័យហ្នឹងតែមកអត់សម័យណាគឺសម័យហ្នឹងតែមកអញ្ចឹងបានអាត្មាដាច់ចិត្តថាពីណាខឹងទៅអាត្មានិយាយឲ្យបើគេមិនតាមថ្ងៃក្រោយទៅអស់លោកអាហ្នឹងមិនមែនរឿងអាត្មានិយាយរួចលោកមានតម្លៃអីទៀតជាការពិតហើយលោកខ្លះក៏វាមិនល្អដែរបួសវាមាន5 6ណា5អាក្រក់បាត់ហើយបួសលេងបួសអន្សំទ្របបួសល្ងងខ្លៅអត់រៀនបួសកិច្ចស្អីចឹងទៅបួសខ្ជិលអាហ្នឹងវាអាក្រក់ហើយប៉ុន្តែក៏គង់តែមានបួសល្អមួយនៅក្នុងហ្នឹងដែរព្រះសម្មាសម្ពុទ្ធព្រះអង្គមិនសម្ដែងថាបួសច្រើនសើល្អណាក៏មានបួសមិនល្អនៅក្នុងហ្នឹងដែរការនិយាយនេះនិយាយពីរបៀបរៀបរយហើយប្រសងយើងហ្នឹងចង់ងើបមុខឲ្យរួចឡើងវិញហ្នឹងវាទល់តែកុំភ្លេចកុំធ្វើសัตว์បរោខោទុំមេឃពោរស៊ីផ្លែជ្រៃរហូតនោះហើយអ្នកដែលមានស្មារតីទាំងអស់ហ្នឹងណាគួរពង្រឹងខ្លួនឯងឡើងជាទ្រើងដើម្បីឲ្យត្រឡាចហ្នឹងឡើងបានល្អរាល់ថ្ងៃបព្វជិតយើងដែលអន់ដល់និយាយមកថាមកពីវសក់គេចេះជាងបានអញ្ចឹងណាបើមិនអញ្ចឹងបើល្មមដឹងខ្លួនទេបើដឹងថាគេចេះជាងខំរៀនទៅកែប្រែពីតំណឹងទៅវាគ្មាននរណាកែប្រែជាងយើងទាំងអស់គ្នាហ្នឹងទេអាត្មាមិនជាស្អីអស្ចារ្យទេប៉ុន្តែអាត្មាឈួរជាទ្រើងរបស់កូនចៅអាត្មាបានប្រមាណអង្គដែរអាត្មាមិនបណ្ដោយថាធ្វើម៉េចវាអញ្ចឹងអត់បណ្ដោយមិនបណ្ដោយដាច់ខាតព្រោះកុលបុត្រដែលមកបួសគ្មានដឹងខ្យល់អីទេដំបូងឡើយដូចអ្នកទៅបួសពីបសក់អញ្ចឹងគ្នាដឹងខ្យល់អីគ្នាអត់ដឹងទេវាឡើងទ្រើងណាវាឡើងទ្រើងហ្នឹងហើយអត់មានដឹងខ្យល់អីទេប៉ុន្តែអាត្មានិយាយចំពោះមនុស្សដែលមានខួរក្បាលគិតហើយបើចេះគិតវិញណាអូខ្មាស់ខ្លួនហើយមិនធ្វើអញ្ចឹងទៀតទេគាត់ថាយើងកាន់យកអាសនៈល្មមអញ្ចឹងនឹងសំដែងធัวជាមួយលោកហ្នឹងក៏ចេះសំដែងទៅមានតែស្អីប៉ុន្តែគាត់ថាបើលោកហ្នឹងវាអត់មានជាអ្នកសំដែងធัวដែរទេអាហ្នឹងអង្គុយសមគួរតាណាក៏អង្គុយទៅអាហ្នឹងធ្វើម៉េចប៉ុន្តែអាត្មាចង់និយាយតែពេលសំដែងធัวដូចគ្នាយើងថាគោរពធัวជុលលោកមិនទៅជារៀងការ៉ាអូខេណាទៅសំដែងធัวដូចគ្នាដែរមិនក៏អាសនៈយើងហ្នឹងវាខ្ពស់ជាងឧបជាលោកទៀតហើយលោកទាំងអស់គ្នាទៅទេសជាមួយហ្នឹងបើទេសជាមួយសាមណេរមកឲ្យសាមណេរធ្វើម៉េចទេហើយសិទ្ធសាមណេរហ្នឹងវាខ្ពស់ជាងកុហកទៅទៀតអត់គិតដូចគ្មានវិណាគិតសោះតែហ្មងហើយឲ្យអាត្មានិយាយម្នាក់ឯងគឺខឹងអាត្មាតែម្នាក់ឯងនៅពេលនេះអ្នកទាំងឡាយអាចគិតថាអាត្មាឈួតម្នាក់ឯងប៉ុន្តែថ្ងៃក្រោយដល់តែអស់លោកសង្ឃមែនទែនទើបដឹងថាអ្នកទាំងអស់គ្នាឈួតម្ដងពាក្យសម្ដីត្រូវជួនកាលនៅពេលដែលនិយាយពេលដែលគេកំពុងបាក់ទៅណាគេមិនចាត់ទុកថាត្រូវទេដូចសូក្រាតចឹងសូក្រាតការដែលគាត់និយាយខុសគេទាំងអស់រឿងខ្មែរយើងដូចរឿងចៅសនតែនិយាយខុសគេគេថាឈួតគេមិនគិតថាត្រូវឬខុសទេសំខាន់គឺគេធ្វើច្រើនមិនអញធ្វើអញ្ចឹងបើរបៀបនេះតទៅទៀតយើងកែប្រែគ្នាមិនកើតទេខ្មែរយើងដែលគ្រោះថ្នាក់រហូតមកដល់ថ្ងៃនេះគឺអាណាតាមអញរស់ណាមិនតាមអញស្លាប់គ្មានហ៊ានបញ្ចេញទស្សនៈខ្លួនឯងទេប៉ុន្តែអាត្មាគិតថាជីវិតគ្មានរស់នៅប្រហែលទៀតទេត្រូវនិយាយហើយថ្ងៃនេះថ្ងៃប្រសង់បានអាត្មានិយាយនោះបើមិនមែនថ្ងៃប្រសង់អាត្មាមិននិយាយបើភេទបព្វជិតមិនសំខាន់ព្រះអង្គមិនបាច់បង្កើតបព្វជិតមកទេបើភេទបព្វជិតមិនសំខាន់ព្រះអង្គមិនបាច់បួសទេព្រះអង្គត្រាស់ដឹងហើយអាចសឹកទៅដើរទេសនាគេនៅក្នុងនាមជាស្ដេចក៏បានដែរទៅដាក់បញ្ជាមកឯងត្រូវកាន់សិលចេះចុះហេតុអីបានជាព្រះអង្គរក្សាភេទនឹងបើភេទនឹងមិនសំខាន់ទេបើសិនអត់មានអ្នកបួសទេសួរថារតនត្រ័យគ្រប់អត់មិនគ្រប់ទេតែរាល់ថ្ងៃគេថាបួសក៏បានបួសក៏បានថានឹងថាទៅប៉ុន្តែយើងមានគិតអនាគតអត់ចឹងបានពាក្យមួយអាត្មាធ្លាប់និយាយលេងអ្នកដែលល្បីឬក៏អ្នកធំហ្នឹងក៏ដែរច្រើនទៅទទួលបាននៅភាពមិនពិតទទួលបាននៅភាពคล้ายคล้ายពេលចវាយខឹងទឹកមុខយ៉ាងម៉េចចេញមកជេរបចោកូនចៅដឹងថាអូចវាយខឹងពេលចវាយសบายចិត្តតិចនេះតិចនោះឲ្យមកស៊ីចុកអីចឹងថាអញ្ចឹងកូនឈ្នួលនឹងដឹងទាំងអស់
ប៉ុន្តែបើកូនចៅខឹងវិញណាជាវាយមិនងាយដឹងទេគ្រូចឹងដែរគ្រូកូនចៅខឹងងាយដឹងដោយសារអីធ្លាប់តែគេនិយាយមិនបានហ្នឹងណាបើកូនចៅណាសរសើរល្អហើយលោកគ្រូល្អហើយដូចគុណអាហ្នឹងចូលចាណាប៉ុន្តែកុំភ្លេចថាងាប់ដោយសារតែពួកហ្នឹងហើយកូនចៅណាដែលខុសដឹងថាខុសប្រាប់ងាយមានដែរហើយកូនចៅរបៀបហ្នឹងក៏មិនដែលធ្វើបាបមេដែរប្រាប់តែការពិតប៉ុន្តែរួមសុខបានដែរគេឲ្យថាហ្នឹងវាឈួតវាខុសគេលើអាត្មាកំពុងនិយាយចឹងវាចង់សុខខ្លួនមិនគួរនិយាយចឹងទេចង់បានលៀបសក្ការៈក៏មិនគួរនិយាយចឹងដែរព្រោះនិយាយទៅវាមានបរិស័ទខឹងអាត្មាដឹងតាព្រោះបរិស័ទហ្នឹងគ្មានសូវបានបែងចែកវេកញែកហេតុផលអីទេតែប៉ះគ្រូអញខឹងឯងសរុបមកវិញថាបើញាតិញោមយកពាក្យអាត្មាយកទៅនិយាយប្រាប់អ្នកណាមួយទៀតនោះបើក្រែងលោថានិយាយវាមិនអស់យកកាសែតហ្នឹងយកសម្លេងហ្នឹងទៅចាក់ស្ដាប់អាត្មាថាអ្នកទាំងអស់គ្នាបើអង្គុយពិចារណាដោយមនសិការរបស់មនុស្សអត់ខឹងអាត្មាទេអាចអរគុណអាត្មាទៀតអូបើលោកមិនរំលឹកចឹងឯងគ្មានដឹងសោះហ្មងអាចអញ្ចឹងប៉ុន្តែបើយកអកតេមកប្រើអានឹងបន្ថែមឯងអកតេត្រួតលើអកតេដុបុលអកតេខឹងអាត្មាកាន់តែខ្លាំងហើយបាបកាន់តែខ្លាំងព្រោះអាត្មាថាឲ្យថាអាត្មានិយាយនេះគ្មានដើម្បីបានអីទេប្រសិនបើអាត្មាចង់បានអីអាត្មាសរសើរគ្រប់កន្លែងអាត្មាសរសើរមានអីញោមអានឹងវាធัวអញ្ចឹងហើយគោរពធัวតើអាត្មាប្រកាសជាបានលៀបហៀមកពីតំណឹងខ្លះប៉ុន្តែបើសិនជាចង់បានអញ្ចឹងទេសនាទៅយកក៏រាប់$1000ដែរទៅស្រុកក្រៅអាត្មាមានចូលបុណ្យទៅស្រុកខ្មែរទៅស្រុកអាមេរិកក៏ចូលបុណ្យគេវិញដែរព្រោះអាត្មាមានក្រទេមាននឹងមានអីមានចិត្តចង់ធ្វើទានតែមានលុយធនាគារគ្មានបើមិនមានចូលបុណ្យវិញមិនកើតទេបើនៅលហាមទេយល់រហូតបាត់មានអីចិត្តចង់កែទម្លាប់អាក្រក់ឬក៏បន្សល់ទម្លាប់អាក្រក់ដល់អ្នកជំនាន់ក្រោយហ្នឹងហើយយើងឥឡូវវាបាត់គោឧសភៈបាត់ប្រធេរៈយើងនិយាយហ្នឹងក៏ដូចជាការដាស់តឿនភិក្ខុសង្ឃយើងផងយើងដឹងទេគ្រូយើងអ្នកបង្កើតយើងឧបជាដូចជាម្ដាយកម្មវេចាឬក៏គ្រូជាអ្នកបង្ហាត់បង្រៀនប្រសងខ្លាំងទៅបានណាវាទល់តែដើរតាមវិធីវិន័យយើងវិញបានប្រសងខ្លាំងតែបើដើរដូចរាល់ថ្ងៃដូចមេមន់បដាកូនទាមេមន់បដាកូនទាមិនវាអត់របៀបរៀបរយកំសត់យ៉ាងម៉េចទៅពេលកូនទាចុះហែលទឹកអាមេនេះវាតឹងទ្រូងដូចជាវត្តខ្លះចៅអធិការគ្មានសមត្ថភាពបង្រៀនភិក្ខុសាមណេរក្នុងវត្តអញ្ចឹងភិក្ខុសាមណេររៀនពីកុហកដល់តែពេលចៅអធិការលោកនិយាយលោកអត់ស្ដាប់ទេអញ្ចឹងមនុស្សយើងទទួលការអប់រំពីនរណាវានឹងដឹងគុណនោះអញ្ចឹងបើសពថ្ងៃព្រះធម៌មិនត្រូវបានភិក្ខុសង្ឃជាអ្នកសាព្រោះបណ្ដោះទេយើងនាំគ្នាសឹកទៅសាព្រោះជាក្រហោះហើយលោកនោះលោកក៏ទទួលតែពីក្រហោះមកវិញលោកអស់តម្លៃហើយគឺលោកខ្លួនឯងក៏ធ្វើឲ្យខ្លួនឯងអស់តម្លៃដែរអស់លេងទៅមកដឹងគុណមិនខ្លះមួយឆ្នាំមិនតន់ទៅរកឧបជាមិនផងសម័យព្រះអង្គនៅពេលដែលគេជួបលោកដតីសួរថាអ្នកណាជាឧបជារបស់អ្នកណាជាអាចារ្យរបស់អ្នកអាចារ្យហ្នឹងគឺភិក្ខុដែរប្រសិនបើយើងមិនបានបង្កើតឧបជាឲ្យរឹងមាំអាចារ្យគឺគ្រូដែលជាលោកសង្ឃបង្រៀនបន្តនឹងឲ្យរឹងមាំទេកុំសង្ឃឹមថាការផ្សាយធម៌របស់យើងនាំឲ្យខ្លាំងនៅក្នុងស្រុកខ្មែរយើងផ្សាយអាយះមេឃទៀតក៏វាអាលាយហើយវាអាលាយយូនីហ្វ័រមហ្នឹងបងឲ្យឈ្មោះថាម៉េចព្រះសម្មាសម្ពុទ្ធជាធម្មរាជារីឯព្រះសារីបុត្រជាធម្មសេនាបតីនរណាជាកងទ័ពគឺអ្នកបួសជាកងទ័ពស្រួចរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គប្រវត្តិព្រះអង្គបញ្ជូនសាវកទៅផ្សាយសាសនាមិនមែនបញ្ជូនកុហកទៅផ្សាយទេភាសាទី1ព្រះអង្គបញ្ជូនសាវកដែលជាបព្វជិតនៅពេលនោះក៏មានកុហកស្ដាប់ធម៌ដែរមិនក៏ព្រះអង្គមិនបញ្ជូនយើងមើលមកអ្នកទាំងអស់គ្នាបានអង្គុយគិតអត់នេះអាត្មាចេះតែឆ្ងល់ទេអង្គុយគិតអត់មិនក៏ស្អីទៅនោះបើអង្គុយគិតយកគំនិតមនុស្សយកមកអង្គុយគិតអង្គុយទៅអស់សំណើចខ្មាស់ខ្លួនឯងទៀតដែលអត់គិតហ្នឹងព្រះអង្គបញ្ជូនសាវកដែលជាភិក្ខុសង្ឃមានអ្នកខឹងប៉ុន្តែអ្នកខឹងទាំងឡាយហ្នឹងគឺអន់ណាស់អត់បានប្រើខួរក្បាលមកគិតឬក៏អង្គុយគិតអនាគតសាសនាទេអញ្ចឹងអ្នកដែលខឹងអាត្មាសើមនុស្សអន់ទាំងអស់ពីព្រោះអាត្មានិយាយនេះគឺនិយាយប្រយោជន៍រួមទាំងអស់គ្នាអាត្មាក៏វាដើរទេសនាលេងអស់ទៅហើយ